តរំត2ឆ្នាំទៀតយូរមែនតើអញ្ចឹងបងនេះពេលដែលបងអង្គុយដាក់ដៃបើមកក្រោយបែបនេះហើយបងឲ្យមិត្តភក្តិបងជួយធ្វើកន្លែងនេះបន្តិចមកបងប្អូននេះកន្លែងនេះបន្តិចហើយនៅប្រឡោះនេះបន្តិចទៀតបងនឹងបានធូរហើយបងគាត់តែមានជាប្រេងកាឡាបែបនេះហើយបងលាបនៅម្ដងនេះបងប្អូននេះជាពិសេសកន្លែងនេះគឺវាធ្វើឲ្យសាច់ដុំរបស់យើងដែលយើងធ្វើការទៅវារឹងខ្លាំងតឹងខ្លាំងទាញរុញមកចំទៅលើសាច់ដុំរំបយសាច់ដុំត្រាប៉ែដែលតឹងណែនហើយនេះបងនៅចំណុចនេះមួយទៀតបងដៃទាញហើយអាកន្លែងនេះរុញទៅលើវិញនេះចេះ1 2 3 4 5 6 7 8 9អញ្ចឹងយើងធ្វើការរុញយើងប្រើពេលតែមួយផ្លែទេតែ4 5នាទីយើងរុញឲ្យសពកន្លែងនេះមកនៅតែប្រឡោះនេះមួយអញ្ចឹងប្រឡោះនេះយើងម៉ាស្សាបន្តិចមកនេះឲ្យគាត់ធ្វើចេះក៏បានដែរនេះតិចមក1 2 3ចឹងឲ្យគាត់ឆ្លីច្បាច់តិចចេះមកបងចឹងកាត់បន្ថយការឈឺចាប់ទរំតែ2ឆ្នាំ3ឆ្នាំទៀតបងមកយូរណាស់អញ្ចឹងបងឲ្យគាត់មានតែព្រិងកាឡាព្រិងរឹកឆ្លីតិចចេះទៅស្រួលហើយបងរុញឲ្យច្រើនដងទៅបងធូរហើយនិយាយចំចំណាយពេលជុំតែ4 5នាទីបងអាចឲ្យវាទៅបងធ្វើទៅមិនស្រួល